thà bộ tham mà nên nè bố nó sẽ tận nè chơi kịch vài càng nghi hay nhận nhiều mày rồi ngày này bờ tham mà kết thà trong kịch càng nghĩ vì cua ta sặc tổ bánh nè nè bà tham mà chơi là tham mà cua ta sặc tổ bánh rồi ngày này mình tên tao để khác người ta một bố kịch càng nghi tại tham mà kết thà rồi ngày bà trong kịch càng nghĩ tỏ sặc rồi ngày rồi ngàyนี้รับรองសពគ្រប់បែបយ៉ាងញាតិញោមការងារសង្គមនិងសមាគមផងអីផងទៅណាចាំប្រសង់4 10 20អង្គក្នុងវត្តហ្នឹងចង្ហាន់ហ្នឹងក៏ចង្ហាន់ទៅអង្គនឹងក៏ទៅទឹកភ្លើងក៏ទឹកភ្លើងទៅភេសជ្ជៈហ្នឹងក៏ភេសជ្ជៈទៅថ្លៃបងប្រាក់ខែគ្រូក៏ប្រាក់ខែគ្រូទៅថ្លៃកង់3លោកទៅរៀននៅក្រៅក៏បង់កង់3ទៅណាហើយមានអីផ្សេងផ្សេងជាច្រើនទៀតបើសិនជាអាត្មាត្រូវអាត្មាសឹកលេងយ៉ាងច្រើនចាំប្រពន្ធមួយណាចាំប្រពន្ធមួយកូន2នាក់3នាក់ហ្នឹងអស់ហើយអាហ្នឹងនិយាយអស់ចឹងទៅតែរងថ្ងៃនេះតើពេលអត់យកប្រពន្ធកូនឲ្យពេញទៅវត្តហ្នឹងហើយអត់ប្រពន្ធបងកូនឲ្យពេញទៅវត្តខែគាត់ចង្ហាន់ហ្នឹងដល់កញោមចង្ហាន់មួយថ្ងៃ100000មួយថ្ងៃ100000កមកមួយថ្ងៃកន្លះបាវមួយថ្ងៃកន្លះបាវមិនធម្មតាណាច្រើនណាស់ញោមចាំមើលញោមមើលអត់ប្រពន្ធផងកូនឲ្យញប់វត្តប៉ុន្តែគាត់ថាប្រសងប៊ូឲ្យលោកច្រើននេះញាតិញោមខ្លះគាត់គិតទៅអវិជ្ជមានគិតកំណត់ទុតិធិនិយមកំណត់អកតេជាមួយវត្តជាមួយអារាមមួយប្រសងអញ្ចឹងទៅតែឃើញតែប្រសងខ្ជិលអញ្ចឹងទៅឃើញតែប្រសងមកប៊ូអត់បានការអញ្ចឹងទៅតែប៉ុន្តែវាការដែលយល់ឃើញផងគេយ៉ាងម៉េចអាហ្នឹងវាជារឿងផងគេអញ្ចឹងប៉ុន្តែសម្រាប់អ្នកប៊ូប្រសងឯនេះមួយអង្គលោកខំប្រឹងប្រែងសិក្សារៀនសូត្រទាំងផ្លូវលោកទាំងផ្លូវធម៌ដើម្បីបានទៅចូលបម្រើសង្គមបើនៅប្រសងក៏បម្រើរបៀបប្រសងទៅបើអស់និស័យបួសទៅសឹកក៏បម្រើរបៀបជាកុហកអញ្ចឹងទៅយ៉ាងណាក៏នៅបានបម្រើសង្គមជាតិខ្មែរយើងដែរវាគ្រាន់បើជាងអ្នកដែលគាត់មិនបានគិតគូរមួយថ្ងៃគោះតកៅគោះតពេងមួយថ្ងៃគោះតកប៉ុងនឹងជុលគ្នាផឹកចោះផឹកឡើងអស់ស្រែផឹកចោះផឹកឡើងអស់ដីផឹកចោះផឹកឡើងអស់ម៉ូតូផឹកចោះផឹកឡើងអស់ការងារផឹកចោះផឹកឡើងអស់ការងារផឹកចោះផឹកឡើងអស់កាពះអស់ពវៀនផឹកចោះផឹកឡើងគេដុតបាត់ហើយដល់ថ្ងៃនេះក៏ក្រឹកក្រែងមែនតើញាតិញោមរឿងផឹករឿងស៊ីរឿងហូរកជ្រាវរឿងគ្រឿងសង្វឹងនឹងសម្បើមកពេលខ្លះទៅស្មានអង្គុយគិតខ្មាស់ថ្មខ្មាស់ញាតិញោមដល់ថ្ងៃខ្ញុំខ្មាស់មែនតើបាទមិនខ្មាស់ខ្លួនឯងប្រទេសកាន់ពុទ្ធសាសនាមួយហើយតើពេលផឹកស្រាងប់យករស់អញ្ចឹងដូចខ្មាស់គេហើយម្នាក់ទូបំថាកាន់ពុទ្ធសាសនាសួរបំថាកាន់ពុទ្ធសាសនាសួរសាសនាអីអ្នកឯងកាន់ពុទ្ធប៉ុន្តែសួរថាពុទ្ធតែងបង្រៀនយ៉ាងម៉េចអត់ដឹងពុទ្ធតែងបង្រៀនថាប្រកដីរបស់ព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងមានគោលការណ៍3សពបាបាសៈអករណង្សកិរិយាមិនធ្វើនៅអំពើបាបទាំងពួងមួយកុសលសូវសម្បទាការចម្រើនកុសលឲ្យដល់ព្រមួយហើយនឹងសច្ចតបរិយោតៈបណੰការជំរះនៅសន្តានចិត្តនឹងឯងឲ្យស្អាតល្អផូរផង់នឹងមួយទាំង3ហ្នឹងជាមង្គលទាំង3ហ្នឹងគឺជាអវាទទាំង3ហ្នឹងគឺជាពុទ្ធសាសនាដែលព្រះអង្គសម្ដែងដោយសង្ខេបហើយដោយព្រះអង្គសម្ដែងថាសពបាបាសៈអករណង្សកិរិយាមិនធ្វើនៅអំពើបាបមិនហៅថាបាបញាតិញោមត្រូវដឹងចំណុចដឹងថាមិនបានហៅថាបាបគឺជាសភាពនៃចិត្តដែលអាស្រ័យអកុសលចេតសិកកើតរួមជាមួយទៅហើយប្រព្រឹត្តធ្វើដោយកាយក្តីដោយវាចាក្តីដោយចិត្តក្តីនោះហើយហៅបាបយើងចង់សម្លាប់សត្វអីចឹងស្រ័យស្រេចឃ្លាននេះបានទៅសម្លាប់កែបសម្លាប់តុងសម្លាប់ត្រីហ្នឹងដើម្បីយកមកធ្វើមកហូបយកមកធ្វើចំណីហូបចុកខ្លួនឯងហ្នឹងហើយអាស្រ័យសេចក្តីចង់បានអ្នកដតីហ្នឹងឃើញទ្រព្យសម្បត្តិអ្នកដតីហ្នឹងមានអភិជ្ជាមានអភិជ្ជានឹងសម្លឹងឃើញទ្រព្យអ្នកដតីនឹងហើយក៏កើតមានចិត្តលួចមានថៃចិត្តកើតឡើងហើយសួរតាថៃចិត្តនឹងវាកើតមកពីណាទៅកើតមកពីមេធំពវេលោភៈមូលចិត្ត8ដួង
ជាអកុសលជាបាបមេធំនៅខាងលើនោះតែវាចាំតែបង្កប់បញ្ជាមកឲ្យទៅធ្វើគឺវាទៅលួចម៉ូតូលួចកង់លួចឡានលួចអីទ្រព្យសម្បត្តិលួចកាក់អីហើយអាហ្នឹងស្រេចអាហ្នឹងកម្លាំងនៃកិលេសហ្នឹងវាអញ្ចឹងហើយយើងមិនទៅបានដែរដឹងថាហ្នឹងវាជាកិលេសអីហើយបាបអកុសលហ្នឹងចាទៅហើយបាត់ណាទៅព្រឹត្តចាធ្វើហើយមានណាដឹងបាបណាដោយពុទ្ធព្រះអង្គសម្ដែងថាបាបទី5ដែលជាបញ្ចវេរាហ្នឹងគឺខ្សែគ្រឿងស្រវឹងពុទ្ធសាសនាហាមតាំងពីដំបូងតាំងពីសិល5ដំបូងពុទ្ធសាសនាបង្ហាញតាំងពីសិល5ដំបូងថាសិក្ខាបទចុងក្រោយព្រះអង្គហាមរឿងផឹកស្រាហ្នឹងហើយព្រះអង្គដាក់សុរាមេរយៈហ្នឹងជាប្រមាទធัวទៅទៀតនោះពេលយើងសួរមើលប្រមាទអ្នកដែលមិនផឹកស្រាមិនខ្សែគ្រឿងស្រវឹងសមាទានកាន់យកគោរពតាមប្រវត្តិរបស់ព្រះសម្មាសម្ពុទ្ធប្រមាណអ្នកសួរថាមានប្រមាណអ្នកអត់មានមិនថាអត់មានសោះទេវាថាភាគរយវាតិចពេកនោះណាបនក៏ធ្វើឈើក៏កាប់មន់ក៏សម្លាប់ជ្រូកក៏អាកអញ្ចឹងគ្រប់ចឹងណាញាតិញោមហ្នឹងហើយបាបនឹងក៏ច្រើនហើយបាបច្រើនហើយមិនសូវនឹកនេះរឿងបនទៀតណាមិនស្រួលមកសិលមិនដែលឃើញវត្តមកវត្តដងណាស្រួលហ្នឹងមួយឆ្នាំមកវត្តបាន2ដងមកប្រជុំចូលឆ្នាំហ្នឹងពួកខ្លាចញាតកើតជាប្រែតជេរបន្តិចដាក់ទំនាយទៀតទេស្រួយបានមកហ្នឹងមិនសូវនឹកនេះរឿងសទ្ធាជ្រះថ្លាអីក្នុងគុណបរតនត្រ័យសូវបាននឹកឃើញរឿងគុណប្រសង់បួសថែទាំពុទ្ធសាសនាអីអត់ទេណាទៅនឹងទៅតាមស្រួលហ្នឹងទៅតែកន្លែងភ័យកន្លែងព្រួយហ្នឹងណាកន្លែងខ្លាចហ្នឹងប៉ុន្តែយើងឯណាទៅរត់រួចពីកន្លែងខ្លាចកន្លែងភ័យកន្លែងព្រួយអីនោះវាកិច្ចមិនរួចទេរត់មិនរួចទេញាតិញោមហើយទាំងញោមទាំងអាត្មាហ្នឹងកិច្ចទៅណាមិនរួចកិច្ចកើតកិច្ចចាស់កិច្ចឈឺកិច្ចស្លាប់មិនបានបើអរិយមគ្គហ្នឹងមិនតាន់កើតឡើងប្រកបក្នុងសន្តានរបស់យើងហ្នឹងសោតតាក្តីសកតិក្តីអនាគាក្តីអរហន្តក្តីហ្នឹងមិនតាន់បានកើតណាតែពេលមិនតាន់បានកើតអញ្ចឹងយើងត្រូវរងទុក្ខក្នុងវាលវដ្តសង្សារនេះយ៉ាងសម្បើមទៀតណាយ៉ាងសម្បើមអញ្ចឹងมันជាការងាយជាការស្រួលអីទៅទេណារឿងក្នុងโลกនេះវាត្រូវជួបប្រទះសពគ្រប់បែបប្រការទាំងអស់នឹងរឿងរ៉ាវក្នុងជីវិតនេះនោះញាតិញោមណាអញ្ចឹងពុទ្ធបរិស័ទញាតិញោមទាំងអស់គ្នាបានជាមានកំណើតល្អហើយក្នុងអត្តភាពជាមនុស្សនេះក៏បីធ្វើខ្លួនឯងឲ្យល្អនៅក្នុងកិច្ចការងារកុសលផ្សេងណាបងណាសូមអនុមោទនាបុណ្យទាំងសូម